នៅតាមស្រុកទន្លេថ្ងៃចូលឆ្នាំចុងក្រោយលោកតែងតែនិមន្តសូត្រមន្តតាមផ្ទះតាមមុខផ្ទះគ្រប់ផ្ទះអញ្ចឹងណាបងប្អូនដើម្បីសុខសប្បាយចាតែពេលខ្ញុំទៅស្រុកហ្នឹងពេលថ្ងៃហ្នឹងល្ងាចទៅរើសចន្ទីសិនទៅជួយរើសចន្ទីម៉ាក់សិនអញ្ចឹងណាបងប្អូនដើម្បីឲ្យគាត់កុំឲ្យមានកង្វល់បានរើសចន្ទីលើកតបទៅរើសចន្ទីសិននេះផ្កាដើមឈើទាលផ្កាព្រៃចាបងប្អូនឃើញស្អាតចិត្តថតទៅចាហើយចាខ្ញុំនឹងគាត់ចង់បានសាច់ចន្ទីហូបសាច់ចន្ទីណាល្អធ្វើកតូងលឹកចេកយកសាច់ចន្ទីនឹងមកញ៉ាំចានឹងហើយបងប្អូននៅតាមស្រុកទន្លេហ្នឹងគឺថ្ងៃចូលឆ្នាំចុងក្រោយលោកតែងតែនិមន្តសូត្រមន្តប្រោះព្រំតាមផ្ទះចាមួយអង្គពីរអង្គមួយអង្គពីរអង្គបន្តគ្នាតាមមុខផ្ទះអញ្ចឹងណាដើម្បីឲ្យសុខសប្បាយមួយឆ្នាំម្ដងអញ្ចឹងណាតែពេលនោះពួកខ្ញុំសូវបានតំណឹងមុនទៅពេលអញ្ចឹងរៀបចំបទញុចរៀបចំបានតែប៉ុណ្្នឹងឯងបងប្អូនចាគឺផ្លែកចឹងដែរបងប្អូនដោយសារតែខ្ញុំនៅភ្នំពេញនេះអត់មានចឹងទេបើទៅនៅតាមស្រុកគឺលោកនិមន្តសូត្រមន្តប្រោះព្រំចឹងគ្រប់ផ្ទះបងប្អូនចាដើម្បីឲ្យមានសិរីសួស្តីសុខសប្បាយចឹងណាហើយរាល់ពេលដែលលោកប្រោះព្រំនិមន្តប្រោះព្រំហើយតែងតែមានរឿងសើចមានរឿងស្រស់ស្រាយរហូតបងប្អូនចាហើយលោកក៏មានពុទ្ធិកាមួយចែកខ្ញុំនេះចែកខ្ញុំនេះគាត់សើចថាអត់បានដឹងមុនអត់បានរៀបចំស្រួលអញ្ចឹងណាចាបងប្អូនហ្នឹងហើយគឺទំនៀមទម្លាប់នៅតាមស្រុកអរគុណ